សូមស្វាគមន៍អ្នកទាំងអស់គ្នាជួបមួយខ្ញុំទៀតហើយជាមួយនឹងវីដេអូថ្មីមួយទៀតក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីការដំឡើង domain server ឬ domain controller នៅលើ Windows Server 2022ហើយយើងធ្វើវានៅលើ VMware ដដែលបើសិនជាអ្នកទាំងអស់គ្នាមិនទាន់ដឹងពីរបៀប set up Windows Server នៅលើ VMware ទេអ្នកទាំងអស់គ្នាអាចមើលវីដេអូមុនបានឥឡូវនេះយើងចូលមកកាន់ VMware របស់យើងមកហើយយើង start នៅ Windows Server 2022របស់យើងមកយើងធ្វើការបង្កើត domain របស់វាយើងចូលទៅកាន់ server manager គោលបំណងក្នុងការបង្កើតនៅ domain controller គឺដើម្បីគ្រប់គ្រងទៅកាន់ user របស់យើងឧទាហរណ៍យើងនៅក្នុងក្រុមហ៊ុនមួយចឹងយើងត្រូវ control ទៅលើ user របស់បុគ្គលិកក្នុងក្រុមហ៊ុននឹងងាយស្រួលក្នុងការ share resource គ្នានៅក្នុងក្រុមហ៊ុនអញ្ចឹងដំបូងយើងចូលទៅកាន់ role and feature មក click វាមកបន្ទាប់មកយើង next ទៀតយើងបាច់ខ្វល់ទេហ្នឹងអញ្ចឹងខាងនេះក៏នៅទៀតត្រង់កន្លែងនេះយើងមើលទៅកាន់ Active Directory Domain Server អញ្ចឹងយើង click លើហ្នឹងមកហើយ Add Feature អញ្ចឹងយើងឃើញវា tag ហើយយើងចុចនៅទៀតហើយយើងចុចនៅទៀតមកហើយយើង click install វាមកហើយយើងធ្វើការរងចាំវាដល់វា install ពេញបន្ទាប់ពីវាពេញហើយយើងធ្វើការ close វាបន្ទាប់មកយើងចូលទៅកាន់កន្លែងរូបទង់ជាតិនឹងមកហើយយើង click លើពាក្យ promote this server to domain controller ក្នុងកន្លែងនេះយើង select យក add new folder មកហើយយើងដាក់ឈ្មោះ domain របស់យើងត្រង់កន្លែងនេះយើងដាក់ឈ្មោះឲ្យក៏បានដែរហើយនៅកន្ទុយខាងក្រោយយើងដាក់ local សម្រាប់ខ្ញុំដាក់ចិត្តត្រែ localយើងលេខមកបន្ទាប់ពីវារ៉ាន់ចប់ហើយវាចូលទៅកាន់ domain controller របស់យើងអញ្ចឹងយើង set password សម្រាប់ domain របស់យើងហ្នឹង password យើងដាក់អីក៏បានដែរអញ្ចឹងខ្ញុំធ្វើការដាក់ password ហើយបញ្ជាក់វាម្ដងទៀតយើង click លេខមកត្រង់កន្លែងនេះយើងមិនthấyអីទេយើងលេខទៀតមកយើងចាំដល់វា loading ចប់វានឹងចេញឈ្មោះម៉ាស៊ីនរបស់យើងបន្ទាប់ពីវា loading ហើយវានឹងចេញឈ្មោះយើងមកហើយយើងងឹតវាមកហើយវាចេញបែបនេះយើង click នេះទៀតមកនេះទៀតយើងបាច់ធ្វើអីយើងចុចដល់នេះទៅបានបន្ទាប់ពីវារ៉ាន់ចប់ហើយវានឹងចេញមកនេះវាចេញប្រាប់យើងថា successful ហើយយើងចុច install វានេះបន្ទាប់ពីវារ៉ាន់ចប់វាទាមទារឲ្យយើង restart computer របស់យើងអញ្ចឹងយើង close វាមកហើយយើងចាំវា restartបន្ទាប់ពី restart ហើយយើងធ្វើការចូលទៅកាន់យើងបាច់ password ចូលទៅកាន់ Windows Server របស់យើងវិញតោះមកយើងធ្វើការឆែកវាតែវាបានជោគជ័យហើយនៅយើងចូលទៅកាន់ Windows tool នេះមកយើងយកខាងក្រោមគេគឺ Active Directory User and Computer បើសិនជាវាអត់ជោគជ័យទេគឺថាយើងចូលកន្លែងហ្នឹងវា error ហើយតែនេះគឺថាវាជោគជ័យគឺយើងអាចចូលទៅក្នុងនឹងបានវីដេអូខ្ញុំមានតែប៉ុណ្្នឹងវីដេអូបន្តខ្ញុំនឹងនិយាយអំពីការ join domain